រឿងព្រះនាងអាសន្តិមតាក្នុងសម័យជាចន្លោះពុទ្ធកាលមានព្រះបច្ចេកពុទ្ធមួយព្រះអង្គគង់នៅភ្នំគន្ធមាត្រកើតវណ្ណរោគគឺរោគស្គមលឿងហើយព្រះបច្ចេកពុទ្ធមួយព្រះអង្គទៀតត្រេកទៅស្វែងរកទឹកឃ្មុំយកមកធ្វើថ្នាំទ្រង់ក៏ទៅដល់ក្រុងពារាណសីបានជួបនឹងនាងកុម្ភទាសីខ្ញុំស្រីដងទឹកម្នាក់ទ្រង់សួរថានាងស្រុកនេះមាននរណាមានទឹកឃ្មុំអាត្មាសូមគេយកទៅធ្វើថ្នាំនាងឮដូច្នោះក៏មានចិត្តអាណិតព្រះអង្គបានលើកដៃចង្អុលប្រាប់ផ្ទះមធុពិនិច្ឆអ្នកលក់ទឹកឃ្មុំហើយនាងក៏អរនឹងការកុសលរបស់គេណាស់បើមិនបានអញនឹងយកក្រមាបង់កមួយនេះទៅចំណាយយកប្រាក់មកទិញទឹកឃ្មុំថ្វាយព្រះអង្គទាល់តែបានឯព្រះបច្ចេកពុទ្ធដែលទៅរកទឹកឃ្មុំនោះទទួលពេលនោះពាណិជ្ជអ្នកលក់ទឹកឃ្មុំមានបងប្អូន3នាក់តែបងអស់និងបងកណ្ដាលចេញទៅក្រៅនៅតែពាណិជ្ជជាប្អូននៅផ្ទះម្នាក់ឯងលុះឃើញព្រះបច្ចេកពុទ្ធមករកទឹកឃ្មុំក៏មានសេចក្តីជ្រះថ្លាបានយកទឹកឃ្មុំមកដាក់បាតព្រះបច្ចេកពុទ្ធពេញហៀហោហួសកណ្ដាប់មាត់បាតហើយធ្វើសេចក្តីប្រាថ្នាថាដោយអំណាចកុសលចេតនារបស់ខ្ញុំដ៏បរិសុទ្ធស្អាតក្នុងមធុទាននេះសូមឲ្យខ្ញុំបានជាស្ដេចឯករាជ្យជាធំលើចម្ពោះទ្វីបសូមឲ្យអាណាចក្ររបស់ខ្ញុំផ្សាយទៅលើផែនដីមួយយោជន៍ទៅក្រោមផែនដីមួយយោជន៍កុំឲ្យនរណាមានសម្បត្តិសម្បូរស្មើនឹងសម្បត្តិរបស់ខ្ញុំព្រះអង្គឡើយព្រះបច្ចេកពុទ្ធបានធ្វើអនុមោទនាហើយនិមន្តត្រឡប់មកជួបនឹងនាងកុម្ភទាសីវិញនាងសួរថាបបិទ្ធព្រះអង្គដ៏ចម្រើនព្រះអង្គបានទឹកឃ្មុំឬទេព្រះបច្ចេកពុទ្ធត្រាស់តបថាមនាលនាងអាត្មាបានទឹកឃ្មុំហើយនាងកុម្ភទាសីទូលសួរថាកាលដែលពាណិជ្ជថ្វាយទឹកឃ្មុំនោះគេប្រាថ្នាទៅអនាគតដូចម្ដេចខ្លះព្រះអង្គព្រះបច្ចេកពុទ្ធរៀបរាប់ប្រាប់សេចក្តីប្រាថ្នាសពគ្រប់នាងបានឮដូច្នោះក៏និមន្តព្រះបច្ចេកពុទ្ធរងចាំសិននាងត្រឡប់ទៅផ្ទះយកសម្ពុតសាដកថ្មីមកថ្វាយព្រះបច្ចេកពុទ្ធអង្គនោះសម្រាប់ធ្វើជាសម្ពុតរុំដំបៅហើយតាំងប្រាថ្នាថាដោយអំណាចកុសលដែលខ្ញុំម្ចាស់បានថ្វាយសម្ពុតសាដកនេះអំណេះទៅអនាគតបើមធុពិនិច្ឆនោះបានជាស្ដេចចលចក្រពត្តិជាធំក្នុងចម្ពោះទ្វីបពេលណាសូមឲ្យខ្ញុំម្ចាស់បានជាអគ្គមហេសីនៃស្ដេចអង្គនោះពេលនោះហើយសូមឲ្យខ្ញុំម្ចាស់មានរូបឆោមលូមពណ៌ល្អគួរជាទីពេចពិលរមើលមើលមានយសមានស័ក្តិនិងសម្បត្តិសុខសេរីសួស្តីជាទីពេញចិត្តនៃជនទាំងពួងក្នុងលោកព្រះបច្ចេកពុទ្ធបានធ្វើអនុមោទនាហើយលោកហោះឡើងទៅកាន់អាកាសរហូតដល់ភ្នំគន្ធមាត្រទៅឯពាណិជ្ជជាបងទាំងពីរនាក់ត្រឡប់មកផ្ទះវិញក៏ត្រេកអរនឹងការកុសលដែលប្អូនបានធ្វើហើយនោះក្រៃពេកលុះពាណិជ្ជទាំង3នាក់ធ្វើកាលកិរិយាទៅបានទៅកើតទេវបុត្រក្នុងឋានទេវលោកដល់មកក្នុងសាសនានៃព្រះសក្យមុនីគោតមបរមគ្រូនៃយើងនេះ
ខាងក្រោយពុទ្ធនិព្វានប្រមាណជាង200ឆ្នាំក៏ពិនិត្យជាប្អូនដែលបានថ្វាយទឹកឃ្មុំផ្ទាល់ដៃខ្លួននោះបានជាព្រះបាទធម្មមាសោកជាចលចក្រពតក្នុងចម្ពោះទ្វីបនាងកុម្ភទាសីដែលចង្អុលផ្លូវបង្ហាញរៀនផ្សារលក់ទឹកឃ្មុំនឹងបានថ្វាយសម្ពត់សាដកដល់ព្រះបច្ចេកពុទ្ធនោះបានជាអគ្គមហេសីនៃព្រះបាទធម្មមាសោកព្រះនាងអសន្ធិមត្តាព្រះនិច្ចជាបងច្បងបានជានិរោធនិក្រុតសាមណេរជាក្មួយព្រះបាទធម្មមាសោកដែលបានថ្វាយធម្មទេសនាញ៉ាំងព្រះបាទធម្មមាសោកឲ្យទ្រង់ស្ថិតនៅក្នុងព្រះត្រៃសរណគមរាប់អានព្រះពុទ្ធសាសនាពាណិជ្ជជាបងកណ្ដាលបានជាព្រះបាទទេវានពយទេសៈព្រះចៅលង្កាទ្វីបជាមហាមិត្តនឹងព្រះបាទធម្មមាសោកដែលបានទទួលកាន់ព្រះពុទ្ធសាសនាតាមការផ្សាយរបស់ព្រះមហាមហិន្ទថេរនិងព្រះសង្ឃមិត្រាធិរីជាព្រះរាជបុត្រនៃព្រះបាទធម្មមាសោកឲ្យប្រទេសលង្កាបានជាប្រទេសកាន់ព្រះពុទ្ធសាសនារហូតមកដល់សព្វថ្ងៃតាមសេចក្តីសរសើរក្នុងគម្ពីរនានាមានគម្ពីរមហាវង្សជាដើមថាព្រះនាងអសន្ធិមត្តាជាព្រះអគ្គមហេសីព្រះធម្មមាសោកនោះបានជាមានព្រះនាមថាអសន្ធិមត្តាដូច្នោះព្រោះព្រះនាងមានរូបឆោមលោមពណ៌ល្អណាស់មានព្រះហស្ថមូលត្រសូលដូចបណ្ដូលចេកមិនឃើញមានសន្លាក់ដៃដូចស្ត្រីទាំងពួងឡើយគួរជាទីពេចពើរមើលមើលជាទីស្រឡាញ់ពេញចិត្តនៃជនទាំងពួងដែលព្រះនាងមានព្រះហស្ថល្អដោយពូលមកនេះដោយសារព្រះនាងបានញ៉ាំងកាយវិការឲ្យកម្រើកឡើងលើកដៃចង្អុលផ្លូវប្រាប់រៀនផ្សារលក់ទឹកឃ្មុំដល់ព្រះបច្ចេកពុទ្ធពីជាតិដែលនៅជានាងកុម្ពទាសីនោះឯង